សួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះយើងខ្ញុំចង់បង្ហាញអំពីរបៀបក្នុងការផលិតឬក៏បោះពុម្ពផែនទីនៅក្នុងកម្មវិធី QGIS ណាអញ្ចឹងយើងបើកកម្មវិធី QGIS មកឧទាហរណ៍ថាខ្ញុំមានទិន្នន័យទាំងអស់នេះដែលបានរៀបចំហើយអញ្ចឹងខ្ញុំចង់បោះពុម្ពតែជាផែនទីអញ្ចឹងនៅក្នុងកម្មវិធី QGIS វាមានជា layout មួយទៀតសម្រាប់ធ្វើការតាក់តែងឬក៏ print ផែនទីចេញដូចស្អកបន្តិចនេះអញ្ចឹងយើងអាចចូលក្នុង project យើងឃើញមានពាក្យថា new print layout យើងដាក់ឈ្មោះឲ្យ layout មកឧទាហរណ៍ខ្ញុំដាក់ថាខេត្តស្ទឹងត្រែងហើយចុច OK អញ្ចឹងយើងបានលើកកិច្ចការមួយណាលើកកិច្ចការមួយហើយក្នុងនេះវាមានកระดาษនេះកระดาษចុចលើវាចេញ item property មកនេះជាប្រភេទ A4 ហើយជាទូទៅយើងយក A4 បានតែផែនទីយក A3 ទៅវាធំស្រួលមើលបន្តិចណាវាដូចយក A3 ហើយភេទกระดาษពីឈរกระดาษផ្ដេកនៅកន្លែងនេះនេះលើខ្ញុំដាក់กระดาษឈរអញ្ចឹងជាដំបូងយើងត្រូវមើលលេខនេះលេខ0ខនាតគិតសង់ទីម៉ែត្រណាមកកន្លែងនេះខ្ញុំយើងធ្វើមកយើងគូសផែនទីឲ្យស្អាតចឹងណាអញ្ចឹង tool ខាងនេះវាមាន tool ច្រើន tool បាតដៃសម្រាប់ចាប់ទាញ tool zoom សម្រាប់ពង្រីក tool នេះសម្រាប់ select tool នេះសម្រាប់ move item និង tool នេះសម្រាប់ edit node tool នេះសម្រាប់ add map បាទ tool នេះសម្រាប់ add 3D map tool នេះសម្រាប់ add រូបភាព tool នេះសម្រាប់ add អក្សរអញ្ចឹងមាន tool ច្រើនទៀតអញ្ចឹងជាដំបូងយើងត្រូវ add map ចូល tool add map មកយើងទាញខ្ញុំពីត្នេះមកដល់លេខនេះ3ដែរមើលខំលើណា3ដែរខ្ញុំទាញចូលក្រោមប៉ុណ្ណេះខ្ញុំលែងមកមកយើងបាន map ហ្នឹងមកពីណា map ហ្នឹងមកពីកន្លែង map project របស់យើងនេះកាលណាយើងដូរ map project នេះmap ក្នុង layout នេះក៏ដូរដូចគ្នាអញ្ចឹងយើងឃើញថាមាត្រដ្ឋានវាតូចវាចេញមាត្រដ្ឋានមកកន្លែងនេះណា scale នេះចូល map ចូល item property អញ្ចឹងខ្ញុំវាយថា6,000អញ្ចឹងវា60គីឡូម៉ែត្រណាហើយនេះវាធំណាស់ប៉ុន្តែវាអត់ចំនៅកណ្ដាលទេយើងប្រើទូបន្តិចគឺទូនេះសម្រាប់ទាញស្លឹកបានទីឲ្យចំកណ្ដាលនេះទូ move item យើងចុចឲ្យជាប់យើងអូសមកឧទាហរណ៍ដាក់បានប៉ុណ្ណេះខ្ញុំលេងវាទៅឃើញវាដេកស្អាតបន្តិចឧទាហរណ៍យើងយកប៉ុណ្ណាយើងដាក់ឈ្មោះ head label ទាញមក double click លើវាកន្លែងយើងសេវាជាខ្មែរណាបានពីគំរូเป็นប្រហែលយ៉ាងទៅមកកន្លែងនេះគឺយើងដូរ font អក្សរនេះកន្លែងនេះកន្លែង ABC នេះជាប្រភេទ font អក្សរនិងទំហំអក្សរខ្ញុំយកអញ្ចឹងជាស្រួលខ្ញុំព្យាយាមមើលច្រើនទៀតណាទំហំយក15ទៅពណ៌ខ្ញុំយកពណ៌ខៀវយកចឹងនេះចុចមើលតាមហ្នឹងណាកន្លែងនេះគឺ buffer នេះគឺស្មោលជុំវិញអក្សរខ្ញុំតិចចុះមកប្រភេទពណ៌ស្មោលគឺពណ៌សសម្រាប់វាមួយហ្នឹងទៅនេះគឺជាស្មោលដាក់ទៅស្មោលខ្ញុំយកពណ៌ខ្មៅអញ្ចឹងទៅនេះចាញ់ទឹកក៏ដិតទៅណាបណ្ដឹងមកយើងចុចសញ្ញាព្រុញដើម្បីចេញមកវិញប៉ុណ្ណឹងចុចចាស់ស្រេចហើយអញ្ចឹងយើងដល់ពេលយើងឧទាហរណ៍ថានេះ
យើងតែចង់ឲ្យវានៅកណ្ដាលនេះកន្លែងនេះយើងយក center កន្លែង vertical យក vertical center វាចំកណ្ដាលបន្ទាត់កណ្ដាលប្លោះរបស់យើងអញ្ចឹងយើងទាញវាហ្នឹងហើយដាក់កន្លែងណាគួរសមហ្នឹងទៅដល់ឃើញថាសនឹងវាទូចយើងបរិចថែមទៀតបរិចគឺយើងចូលទៅក្នុងពណ៌នេះណា appearance វាយើងតម្លើងទំហំកន្លែង ABC នេះ22យ៉ាងទៅបាទប៉ុណ្ណឹងច្បាស់ដែរប៉ុណ្ណឹងមកយើងគាត់ថាយើងអត់មានតែការធ្វើអីនៅលើនឹងទៀតទេយើងត្រូវ lock វាដើម្បីការពារកុំឲ្យយើងច្រឡំចុចមូអីមួយយ៉ាងណាតែនៃ lock map គឺមាន lock layer ហើយនឹង lock style ទៀតបាទ lock layer lock style ទៀតគេចូល map ណាបើក្នុងធម្មតាយើង lock តែធម្មតាយ៉ាងមកក៏បានដែរ lock layer lock style គឺមិនមែនតែ style យើងបានរៀបចំចេះមានពណ៌មាន color មានអក្សរមានអីហើយគឺយើង lock ឲ្យជាប់កុំឲ្យវារត់ទៀតករណីវារត់ដោយសារយើងធ្វើការផ្លាស់ប្ដូរនៅក្នុង map project របស់យើងនេះកាលណាយើងដូរ map project នេះនៅក្នុង map layout គឺវាដូរដូចគ្នាយើងធ្វើការ lock វាជាប់ណាបន្តប៉ុណ្ណឹងយើងដាក់ទៀតដាក់សញ្ញាទិសយើងយក add item add no arrow យើងគូមកបានសញ្ញាទិសមួយបានសញ្ញាទិសបើយើងឆ្លាញ់នេះយើង lock មួយទៀតយើងទៅលឿនៗណាយើងធ្វើការអីទៀត add scale bar បន្តខ្ញុំ add scale bar ដាក់កន្លែងនេះនេះនៅក្នុង scale bar យើងចុចលើ scale bar ចូល item property យើងក្លេកមកមើលវាស្នាជាគីឡូម៉ែត្រណាអញ្ចឹងនៅកន្លែងនេះយើងមានពីរជម្រើសនេះយើងអាចវាយ unit វាមកប្រឡោះប្រមាណព្រោះខ្ញុំដាក់50គីឡូមកវិញកុំមកធម្មតាខ្ញុំដាក់25យើងមកកត់មកមានឋាននេះគឺ25គីឡូណាប៉ុណ្ណឹងមកយើងបានប៉ុណ្ណឹងហើយយើងរកចោលទៅវាមាន style អីនៅក្រោមទៀតណាកម្រាស់មានអីចង់ក្រាស់ចង់ស្ដើងអញ្ចឹងណាបាទដាក់ប៉ុណ្ណឹងដែរមកខ្ញុំលុកហ្នឹងលុកទៅចឹងយើងនៅអីទៀតយើងចូលមកផែនទីរបស់យើងអូសចូលក្រោមចូលកន្លែង map របស់យើងនេះណា map នេះយើងអូសចូលក្រោមយើងរកពីដាក់ grid នេះដើម្បីដាក់មេត្រដ្ឋាន coordinate របស់វាបាទយើងចុចលើ grid មកចុចសញ្ញាលេខបូកនេះវាបង្កើតជា grid 1យើងអាច rename grid ហ្នឹងបានទេខ្ញុំ rename ទេខ្ញុំធ្វើធម្មតាចុចលើ grid 1ហើយចុច modify នៅក្នុង modify ហ្នឹងយើងមើលមានកន្លែង grid type រូបភាពអីគេរូបភាពSWOT ហើយពាក្យកាកបាទចុចយ៉ាងណាហើយយើងមកមើលណាក្នុង map នេះណាខ្ញុំវាយមេត្រដ្ឋានមិញខ្ញុំដាក់ឲ្យ1200វាអត់ចេញទេវាអត់ចេញដោយសារយើងអត់មានកន្លែងនេះណាក្រោកអត់នេះចឹងមិនគេលាកចេញបាន Netflix នេះ50 map unit 2គីឡូ300គាត់ក៏ចេញណា100នេះចេញឲ្យមួយ
ហើយលើអត់ចេញទេធំពេក500 500 ធំណាមិនជំនាញ10050,000ចេញមកចេញមក5,000ผมពេក9,000ពេក10,000 15,000មកដាក់15,000ដូចគ្នាណាខ្ញុំ copy មក15,000នេះវាបង្ហាញទ្រិចខ្ញុំអូសចូលក្រោមមកអានេះខ្ញុំបន្ថយពលឺវាបាទខ្ញុំឲ្យពលឺគ្រីបណាឲ្យវាព្រាបភ្លឺទៅមកវាមកផែនទីយើងណាមកបានហើយបាទ frame នេះជា page frame របស់មាត្រដ្ឋានផែនទី Zebra ជា page thick នេះឥឡូវខ្ញុំយក thick ហើយណាចឹងខ្ញុំមកចូលក្រោមទៀតមានកម្រាស់មានពណ៌មានចង់ដូរពណ៌ដាក់ពណ៌ហ្នឹងណាហ្នឹងហើយមានពណ៌មានអីយ៉ាងទៅហើយខ្ញុំមកចូលមកក្រោមទៀតយើង thick ចលែងត្រូវវិញនេះហើយណាចឹងយើងមើលកន្លែងខាងស្ដាំនេះខាងឆ្វេងនេះវាលៀនយើងចោលបានលេខវាដេកយ៉ាងដែរយើងកន្លែង horizontal យក vertical ascending ឃើញនៅខាងណាទៀតនៅខាងស្ដាំនេះយើងយកចេញដូចគ្នាណា vertical ascending បើយើងចង់បិទលេខហ្នឹងក៏បានដែរណាមិនបង្ហាញក៏បានដែរបើបិទលេខហ្នឹងយើងចុចកន្លែងនេះយើងយកកន្លែង show all យើងយក disable មកគឺវាបាត់ហើយខ្ញុំហើយខ្ញុំចាប់បង្ហាញទាំងអស់ទៅកន្លែងនេះគឺចំនួនខ្ទង់នៅក្រោមលេខនេះនេះ3ក្រោយក្បៀស3ខ្ទង់អញ្ចឹងខ្ញុំអត់យកក្រោយក្បៀសទេនេះហ្នឹងឯងណាតោះមកយើងឃើញថាផែនទីយើងអត់មាន border ទេអត់មាន zoom ទេយើងអូរមើល zoom មកវាណាគឺមើល zoom យើងចេញចុចឲ្យចេញក្រៅសិនចុចក្រៅពី map grid សិនបាទចុចពីក្រៅមកយើងអូចុះក្រោមយើងឃើញមានពាក្យថា frame នេះហើយយើងដូរពណ៌ frame មកថាខ្ញុំដាក់ពណ៌ក្រហមទំហំវាយកក្រាស់តិចណា90យ៉ាងទៅ90មីលីម៉ែត្រចានេះជា background នេះ background របស់ផែនទីដោយសារផែនទីយើងមាន background យើងមិនដាក់ទេនេះ background វាបានហើយដែរបាទនឹងការដាក់តែហ្នឹងមានប៉ុណ្ណឹងទេបាទតោះមកយើងដាក់អីទៀតដាក់និមិត្តសញ្ញាយើងចូល add item ហើយយើងចូលលើ add legend ហើយយើងអូមើលអូបាយណាក៏បានដែរនិមិត្តសញ្ញាអញ្ចឹងវាបង្ហាញ legend មួយនេះកន្លែងនេះនិមិត្តសញ្ញានេះសៀសខ្មែរក៏បានដែរនៅកន្លែងហ្នឹងណាចុចពីរដងវាមកសៀសខ្មែរមកតែខ្ញុំអត់ចង់ណានោះពីទៅមកតែមានចំណាំអញ្ចឹងយើងចូលលើនិមិត្តសញ្ញានេះយើងคลิกមកខាងក្រោមក្នុង item property វាមាន layout មាន item property ណា item property យើងដល់កន្លែង auto update នេះដើម្បីឲ្យ update តែខ្ញុំអត់ចង់បានអានេះទេយើងคลิกមកស្ដាប់យើងចង់បាននេះយើងចូលលើវាចុចសញ្ញាដកណាទៅពុំនេះបើយើងចង់បានចុចសញ្ញាដកនេះយើងចង់បានចុចសញ្ញាដកហើយវាបានចុចសញ្ញាដកតែនៅទីតាំងនេះវាអត់ចង់បានយើងហើយវាចោលคลิกមកស្ដាប់ហើយយើងបាននេះវាមានតែប៉ុណ្ណេះ
Những cái này nó vẫn đồ đã đồ cho một cái chuyện video được biết nhưng đã tham rung rồi tốt cái nhưng về tiếng phải nè lý là dùng tiếng bự nặng máu này như ô cho một cái nóng nhưng khi mình bị thà con hẹn thạch vào mạng nhưng đồ nhé ABC này đồ nhá đồ nhá à nếu như trên được bính thì group group thọ hỏi mình là so với mình thấy được không nữa nhưng mưa của đấy về ra ví bị nhau Unity bị và upload khi nó đã so đấy thì mình sẽ tiết mưa của này rồi mà đúng rồi đó là dương man phần năng ấy mình style thì không được thank you với nhau chụp hình tí ấy chứ như cho mà lại ảnh ấy nhưng thường dương thua ấy là không lại ảnh nó lại ảnh bây giờ mình thua thế nhưng cho pro thì mình dương đất chúng nó chưa này lại thay đó là đặt à sinh nhai xong có nhưng mình load là mà nhắn sinh nhai xong có là dương mình đủ bỏ và nó mới dương thôi cả đồng cờ biết chứ đã thấy dương cờ thực lại này để dương chọn đã nè à chúng đã lại đi và nó thì lọc về chào và như chọn đã logo dân add picture mà logo đã soi giống cái này đấy hay dân cho được nó raster ấy không pro thì như chuyện này mà dân bây giờ logo mũi thôi chúng đã logo chẳng nhớ nè logo nó miền miền xuống resize cái nhá cứ bình đó vậy đấy rồi nhưng mà phải nhưng lọc logo dân chọn rồi dân cho xe so tiếp dân add thành mà nè mình lại add thành cũ mà mình lại đậm màu lại bỏ màu ấy khi mà cho thời gian thế này ví dụ ấy cho mà càng một cái dương bọc bụng những bọc bụng được này nhưng chia chia rút biết những cái chuyện này đấy chỉ PDF những chuyện này export PDF rồi dùng export chia rút biết chuyện rút biết chuyện thịt này chuyện clone á rồi làm tục này này chuyện xéo á cái chia tầm hồn màu biết bắt đầu thế hiểu không ôi vậy nó dân xéo lẹo với dân xéo lẹo nhưng tầm rút biết dân này chúng ta bảng sát viên dòng đá đấy nào mà số một con quên tiền phơi tiền rồi